ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើទឹកក្រឡុកផ្លែទុរេនញ៉ាំហើយផ្លែទុរេនខ្ញុំឃើញអ្នកខ្លះគាត់បកគាត់កាប់វាតតែវល់តែម្ដងខ្ញុំគិតថាការបកបើសិនជាយើងបកពីខាងកន្ទុយវាគឺងាយស្រួលជាងសម្រាប់ខ្ញុំព្រោះថាខ្ញុំបកបែបនេះគឺស្រួលយើងបកយើងបេះក្បាលវាចេញមកឲ្យអស់មកហើយយើងពុះវាពីកន្ទុយមកវិញហើយទុរេននេះផ្លែវាទូទេតែសម្បកវាស្ដើងល្អខ្លាំងណាស់ហើយសាច់វាក៏ល្អដែរមើលតែខ្ញុំបកដូចជាមិនសូវទំនងដែរទេប៉ុន្តែខ្ញុំគិតថាវាអត់លំបាកទេយើងកោះវាពីខាងកន្ទុយមកកន្ទុយវាគឺវាទន់ស្រួលកោះទេយើងកោះតែបន្តិចមកមានមុខយើងចាប់វាបកមកខ្វាច់គឺងាយស្រួលខ្លាំងណាស់ខ្ញុំឃើញអ្នកខ្លះគាត់បកគាត់កាប់សម្បកតតែបែកវល់តែម្ដងខ្ញុំមិនសូវបានបកទុរេនប្រហែលទេព្រោះថាអត់សូវមានលុយទិញប៉ុន្តែខ្ញុំគិតថាវាអត់ពិបាកបកប្រហែលដែរគ្រាន់តែឆ្កឹះវាបែបនេះមកគឺងាយស្រួលខ្លាំងណាស់ប៉ុន្តែបើសិនជាផ្លែធំរាងតង់បន្តិចចំណែកផ្លែទូចៗបែបនេះគឺងាយណាស់បកខ្វាច់បានសាច់អូយទំនងខ្លាំងមែនតើសាច់វាទំនងខ្លាំងណាស់បងប្អូនបើសិនជាបងប្អូនអ្នកដែលចូលចិត្តញ៉ាំទុរេនវិញគាត់ជាពេញចិត្តស្ដោកតែម្ដងហើយមើលចុះទំនងខ្លាំងណាស់ចំណែកខ្ញុំវិញខ្ញុំមិនសូវជាចូលចិត្តប្រមាណទេព្រោះថាវាផ្អែមពេកមើលខ្ញុំញ៉ាំចោះដូចជាមិនសូវឆ្ងាញ់សោះព្រោះថាខ្ញុំមិនចូលចិត្តរបស់ដែលផ្អែមនោះទេដូច្នេះហើយខ្ញុំចង់ញ៉ាំឲ្យវារៀងត្រជាក់អញ្ចឹងហើយយើងយកវាមកប្រឡោះនេះគឺជាខ្ទិះដូងខ្ទិះដើមយើងដាក់ជាមួយខ្ទិះដូងវាឈ្ងុយបើយើងដាក់ជាមួយទឹកដោះគោក៏បានដែរទឹកដោះគោស្រស់ហើយដាក់ទឹកដោះគោខាប់បន្តិចមកទឹកដោះគោខាប់នេះដាក់40 ml ឬក៏35ខ្ញុំអត់ចូលចិត្តផ្អែមទេខ្ញុំដាក់តែបន្តិចទេហើយខ្ទិះដូងគឺយើងមិនឲ្យបាត់បរិមាណវាទេទោះបីយើងដាក់ទឹកដោះគោតិចឬក៏ច្រើនប៉ុន្តែខ្ទិះដូងត្រូវតែដាក់ឲ្យគ្រប់បរិមាណវាដើម្បីឲ្យទឹកក្រឡុករបស់យើងវាមិនខាប់ពេកមិនរាវពេកទាំងទឹកដូងទាំងទឹកខ្ទិះដូងហើយនិងទឹកដោះគោទាំងអស់130 ml ហើយចំណែកទឹកកករបស់យើងចង់បានពេញកែវគឺយើងដាក់វ៉ាល់ទឹកកកអនាម័យប៉ុនមេដៃហ្នឹងបើយើងប្រើទឹកកកអនាម័យហ្នឹងគឺយើងដាក់ពេញកែវហើយយើងថែមបន្តិចទៀតបើមិនចឹងទេទឹកក្រឡុករបស់យើងច្បាស់ជាមិនពេញកែវទេបងប្អូនយើងថែមតែកន្លះពេករបស់យើងដែលយើងចាក់ចូលទឹកកកដាក់ហ្នឹងបងប្អូនហើយរបៀបក្រឡុកម៉ាស៊ីនធម្មតាបែបនេះហើយយើងប្រើទឹកកកមូលនិងផ្លែទុរេនដុំបែបនេះយើងត្រូវតែកាច់វាបញ្ញាក់វាបន្តិចសិនចាំយើងដាក់ក្រឡុកបើមិនចឹងទេម៉ាស៊ីនយើងវាឆាប់ខ្សោយអរគុណបងប្អូនសម្រាប់ការទស្សនាពីដើមដល់ចប់សូមអរគុណច្រើននិងជួយ Subscribe ម្នាក់មួយផងណាបាយបាយសុខភាពល្អទាំងអស់គ្នា